ជាដំបូងនាងខ្ញុំសូមគោរពជម្រាបសួរលោកគ្រូក៏ដូចជាសួស្តីទស្សនិកជនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះផងដែរយើងខ្ញុំគឺជានិស្សិតឆ្នាំទី3នៃសាកលវិទ្យាល័យភូមិមិត្តភ្នំពេញនៃមហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ Department ប្រវត្តិវិទ្យាដែលបង្រៀនដោយលោកគ្រូលេងស៊ីរងនាងខ្ញុំឈ្មោះអុកវិជ្ជការនាងខ្ញុំឈ្មោះសុកលីឈុនអ៊ីនាងខ្ញុំឈ្មោះហ៊ឿនស៊ីណានាងខ្ញុំឈ្មោះវឿងឧស្សាហ៍ក្នុងពេលវេលានេះដែរក្រុមយើងខ្ញុំទាំងអស់គ្នាពិតជាមានសេចក្តីសប្បុរសរីករាយខ្លាំងមែនទែនដែលពួកយើងទាំងអស់គ្នាបានចូលមកផ្ទាល់នៃប្រាសាទព្រះធាតុទឹកឆានេះតែម្ដងជាបន្តទៅនេះនាងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាឲ្យបានស្គាល់និងបានដឹងកាន់តែច្បាស់អំពីប្រាសាទមួយនេះដែលប្រាសាទទឹកឆានេះដែរគឺស្ថិតនៅក្នុងខេត្តកំពង់ចាមប្រទេសកម្ពុជាគឺជាប្រទេសមួយដែលពោរពេញទៅដោយសម្បត្តិវប្បធម៌ជាតិទាំងផ្នែកវប្បធម៌ប្រពៃណីនិងប្រាង្គប្រាសាទបុរាណជាដើមក្នុងគណៈពេលវេលានេះដែរក្រុមយើងខ្ញុំបានលើកយកប្រាសាទមួយគឺជាប្រាសាទបុរាណដែលស្ថិតនៅខេត្តកំពង់ចាមហើយប្រាសាទមួយនេះដែរត្រូវបានគេកសាងឡើងនាសម័យមុនអង្គររះភ្លឺត្រចង់ខណៈពេលវេលានេះដែរនាងខ្ញុំសូមបង្វែរអារម្មណ៍បងប្អូនទស្សនិកជនទាំងអស់ទស្សនានិងស្គាល់ទីតាំងភូមិសាស្ត្ររបស់ប្រាសាទមួយនេះរាំងស្មីស្រទន់ត្រចាំងកាំងរណាប្រាសាទព្រះធាតុទឹកឆាមានទីតាំងស្ថិតនៅភូមិថ្មីឃុំក្រូចស្រុកជើងព្រៃខេត្តកំពង់ចាមគ្មានចានពុំស្បើយកាយទុកនៅពេលដែលបងប្អូនបានធ្វើដំណើរមកកាន់ទីនេះបងប្អូននឹងបានឃើញខ្លោងទ្វារដែលនៅលើខ្លោងទ្វារនោះគេបានសរសេរថារមណីយដ្ឋានទឹកឆាបន្ទាប់មកសូមបងប្អូនព្យាយាមធ្វើដំណើរទៅដល់មុខបន្តិចបងប្អូននឹងបានប្រទះឃើញនៅខ្លោងទ្វារមួយដែលខ្លោងទ្វារនោះគឺជាវត្តប្រាសាទព្រះធាតុទឹកឆាត្រង់ចំណុចនេះដែរក្រុមយើងខ្ញុំសូមសរបញ្ជាក់និងបង្ហាញជូនបងប្អូនឲ្យកាន់តែច្បាស់បន្តិចគឺប្រាសាទព្រះធាតុទឹកឆាមានទីតាំងស្ថិតនៅជាមួយនឹងវត្តព្រះធាតុទឹកឆានៅពេលដែលយើងធ្វើដំណើរចូលមកក្នុងវត្តប្រាសាទព្រះធាតុទឹកឆាបងប្អូននឹងកាន់តែមានអារម្មណ៍ថាស្រស់ស្រាយព្រោះទីនេះគឺមានដើមឈើធំធំហ៊ុំព័ទ្ធជុំវិញប្រាសាទឬក៏វត្តព្រះធាតុទឹកឆាមួយនេះខ្ញុំសូមប្រាថ្នាជួបច័ន្ទរៀងរហូតនាងខ្ញុំសូមបង្វែរអារម្មណ៍បងប្អូនទាំងអស់គ្នាមកដឹងអំពីប្រវត្តិប្រាសាទព្រះធាតុទឹកឆាសិលាចារឹកនេះមានឈ្មោះដើមថាសិទ្ធិបុរៈដែលជាសំស្ក្រឹតដែលធ្វើឲ្យទីក្រុងមានសេចក្តីសុខចម្រើនតាមសិលាចារឹកប្រាសាទទឹកឆាកា702ដែលមាននៅទឹកឆាសប្តាហ៍ថ្ងៃចុះការបច្ច័យឆ្នាំ1025នៃគ្រិស្តសករាជដោយព្រះបាទសូទ្រវរ្ម័នទី1សិលាចារឹកនេះមានរូបរាងនៅតែស្អាតអក្សរនៅតែច្បាស់ជាបន្ទះក្រាស់កម្ពស់10ម៉ែត្រទៅទិងមុខ0.5ម៉ែត្រកម្ពស់លើមានឆ្លាក់រូបព្រះកេណេសអក្សរសិលាចារឹកទាំងសងខាងមានម្ខាង23បន្ទាត់ជាភាសាសំស្ក្រឹតម្ខាងទៀត16បន្ទាត់ជាភាសាបុរាណប្រាសាទព្រះធាតុទឹកឆាកសាងតាំងពីមហាគ្រិស្តសករាជ947គ្រិស្តសករាជ1025ដោយសម័យរាជព្រះបាទសូរវរ្ម័នទី1ហើយជាពិសេសទៀតនោះប្រាសាទនេះ
ធ្វើទីសក្ការៈសាសនាព្រាហ្មណ៍ដើម្បីឧទ្ទិសថ្វាយព្រះសិវៈជាបន្តទៅនេះនាងខ្ញុំសូមបង្វែរអារម្មណ៍ប្រិយមិត្តអ្នកទស្សនាទាំងអស់គ្នាឲ្យបានស្គាល់អំពីប្លង់នៃប្រាសាទយើងវិញម្ដងដែលប្រាសាទព្រះធាតុទឹកឆាគឺមានប្រាសាទគុកធំនិងប្រាសាទគុកតូចស្ថិតនៅជុំវិញប្រាសាទគុកធំគឺមានប្លង់ជារាងចតុកោណកែងដែលបែរមុខទៅទិសខាងកើតនិងបណ្ដោយពីលិចទៅកើតដែលមានប្រវែង160ម៉ែត្រនិងពីជើងទៅត្បូងមានប្រវែង45ម៉ែត្រដែលប្រាសាទនេះគឺមានកំពែងធ្វើអំពីថ្មបាយក្រៀមបច្ចុប្បន្នប្រាសាទគុកធំត្រូវបានបាក់បែកអស់ទៅហើយនៅបរិវេណនៃប្រាសាទគុកធំគឺមានបន្ទប់តូចៗជាច្រើនដែលត្រូវបានគេសាងសង់ដែលបន្ទប់ទាំងនោះសាងសង់ដោយឥដ្ឋដែលមានរាង4ជ្រុងដែលវាមានប្រវែងស្មើនឹង 3.45 ម៉ែត្រប៉ុន្តែបន្ទប់ទាំងនោះត្រូវបានដួលរលំអស់ទៅហើយចំពោះឥដ្ឋដែលនៅសេសសល់ទាំងប៉ុន្មានគឺត្រូវបានស្ថិតនៅក្នុងបរិវេណនៃប្រាសាទតែម្ដងចំណែកឯកំពែងនៃប្រាសាទគុកធំកំពែងទី1គឺមានរាងជាចតុកោណកែងដែលជញ្ជាំងធ្វើអំពីថ្មបាយក្រៀមហើយព័ទ្ធជុំវិញនៃបរិវេណប្រាសាទកំពែងទី1នេះគឺមានបណ្ដោយពីលិចទៅកើតប្រមាណ70ម៉ែត្រនិងទទឹងពីជើងទៅត្បូងប្រមាណ50ម៉ែត្រកំពែងទី1ស្ថិតនៅខាងត្បូងមានទម្រង់ឈរមិនត្រង់នោះទេកំពែងនេះគឺមានរាងត្រេតចំណែកឯខាងជើងវិញសភាពកំពែងទាំងនេះត្រូវបានបែកបាក់អស់ទៅហើយគោលបរៈខាងកើតនៃកំពែងទី1គឺនៅមានទ្រង់ទ្រាយច្បាស់លាស់ល្អបន្តិចវាមានរាងជាកបាត់មានជណ្ដើរនៅចំកណ្ដាលនៅសល់លក្ខណៈជាបង្អួច2នៅសងខាងច្រកចូលហើយយើងឃើញមានសសរថ្មបាយក្រៀមរាង4ជ្រុងនៅបញ្ឈរជាជួរគោលបរៈនេះគឺស្ថិតនៅចំនៃជ្រុងកណ្ដាលនៃខាងកើតនៃកំពែងទី1ហើយផ្លូវចូលស្ថិតនៅត្រង់ចំអនៃទ្វារទូប៉មកណ្ដាលច្រកដើរនិងសសរជញ្ជាំងនៅអមផ្លូវតូចនោះគេមិនឃើញមានការតុបតែងឬលម្អជារូបអ្វីនោះទេចំណែកឯគោលបរៈខាងលិចនៃកំពែងទី2មានរាងជាកបាត់ដដែលវាហាក់បីដូចជាបានសង់នៅលើទីរាងខ្ពស់បន្តិចដែលវាមានសេសសល់នៅចណ្ដាលនៃខាងលិចឆ្ពោះទៅត្រង់នៃខាងកើតនៃទូប៉មវាស្ថិតនៅចំកណ្ដាលនៃទទឹងកំពែងទី2ដែលមានចម្ងាយពីជញ្ជាំងកំពែងមកដល់គោលបរៈនៃនោះគឺមានប្រវែង20ម៉ែត្រចំពោះតួប៉មប្រាសាទគុកធំវិញនៅខាងក្រៅគឺមានប្រវែង7ម៉ែត្រក្នុងមួយជ្រុងហើយជ្រុងខាងក្នុងមានប្រវែងប្រមាណ8ម៉ែត្រដែលវាមានជញ្ជាំងនៅខាងក្នុងប៉ុន្តែគឺមិនមានការតុបតែងអ្វីនោះទេនៅក្នុងបរិវេណខាងក្នុងគឺយើងឃើញថាមានតែព្រះពុទ្ធចូលនិព្វានមួយអង្គនៅចំកណ្ដាលតែប៉ុណ្ណោះចំណែកឯច្រកចូលខាងកើតវិញគឺឃើញមានសេសសល់នៅពេជ្ររាងមូល2ដែលត្រផ្ដែទ្វារមួយតែទីតាំងនៃផ្ដែនិងសសរពេជ្រនេះមិនស្ថិតនៅជ្រុងនៃជញ្ជាំងខាងក្រៅដូចប្រាសាទបន្តិចប្រាសាទកុកតូចមានច្រកចូល2គឺខាងលិចនិងខាងកើតនៅបន្ទប់ផ្នែកខាងត្បូងគឺគេមានឃើញស្នាមបង្អួច3ដែលបានបាក់បែកនៅលើជញ្ជាំងហើយជញ្ជាំងទាំងអស់នោះស្ទើរតែជ្រុះរលំអស់ទៅហើយបើតាមការវាស់វែងថ្មីនៃប្រាសាទនេះគឺមានកំពែងជារាងចតុកោណកែងដោយបណ្ដោយពីលិចទៅកើតដែលមានប្រវែងប្រហែល50ម៉ែត្រនិងទទឹងពីជើងទៅត្បូងប្រវែង40ម៉ែត្រប្រាសាទនេះមានខឿនកម្ពស់ 0.7 ម៉ែត្រនិងមានបណ្ដោយ30ម៉ែត្រព្រមទាំងទទឹង20ម៉ែត្រលក្ខណៈនៃការរៀបចំនៃប្លង់ប្រាសាទនេះយើងឃើញថាមាននៅប្រាសាទព្រះធាតុស្រីកោះកេរនៅវត្តភូដែលប្រាសាទទាំងនេះគឺមានខឿនជារាងចតុកោណកែងនិងកំពែងព័ទ្ធជុំវិញនៃបន្ទប់ថែមទៀតផងរីឯគោលបរៈវិញមិនឃើញមាននៅសល់ច្បាស់លាស់នោះទេព្រោះវាបានបែកបាក់អស់ទៅហើយមានតែនៅឃើញស្នាមចណ្ដាលនិងបំណែកជញ្ជាំងខ្លះប៉ុណ្ណោះដែលបំណែកទាំងអស់នេះស្ថិតនៅចំកណ្ដាលនៃកំពែងខាងកើតដួងច័ន្ទចំពោះការតុបតែងតាមតួប្រាសាទវិញគឺមានតែក្បាច់ខ្សែដែលគេបានឆ្លាក់នៅតាមខឿននៃប្រាសាទនិងខឿននៃបន្ទប់នីមួយៗនៅផ្នែកខាងក្រៅនៅលើជញ្ជាំង
ដែលមានក្បាច់ក្បាលចិញ្ចៀននិងឆ្លាក់ជាខ្សែឈូតប្តីស្រុកគ្នាជំរាបសួរលោកគ្រូសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះហំសនីតាដែលមានតួនាទីនៅក្នុងការបកស្រាយពន្យល់ទាក់ទងទៅនឹងសិល្បៈនិងបដិមាប្រាសាទព្រះធាតុទឹកឆាគឺជាប្រាសាទដែលត្រូវបានគេធ្វើការកែច្នៃឡើងវិញដូច្នេះហើយតាក់ទងទៅនឹងសិល្បៈស្ថាបត្យកម្មរបស់ប្រាសាទនេះគឺអាចស្ថិតនៅក្នុងសម័យកាលផ្សេងៗគ្នានិងនៅក្នុងរចនាបថខុសៗគ្នាតាមរយៈការសិក្សាទៅលើផ្តែរហោជាងសសរពេជ្រនិងបដិមាជាដើមផ្តែររបស់ប្រាសាទព្រះធាតុទឹកឆាស្ថិតនៅផ្នែកខាងលើច្រកទ្វារចូលខាងកើតនៃតួប្រាសាទផ្តែររបស់ប្រាសាទនេះស្ថិតនៅក្នុងរចនាបថប្រែរូបនៅដើមសតវត្សទី10រចនាបថប្រែរូបគឺជារចនាបថមួយដែលបន្តចេញពីរចនាបថកោះកេរម្យ៉ាងវិញទៀតរចនាបថប្រែរូបគឺធ្វើការត្រាប់តាមរចនាបថព្រះគោនិងរចនាបថបាខែងចំពោះលក្ខណៈសម្គាល់ដែលយើងអាចសម្គាល់ទៅលើផ្តែរប្រាសាទព្រះធាតុទឹកឆាក្នុងរចនាបថប្រែរូបនេះគឺយើងត្រូវសង្កេតទៅលើចំណុចមួយចំនួនដូចជាទី1គឺយើងធ្វើការសង្កេតទៅលើបន្ទាត់ធ្នូដែលមានរាងជាកម្រងមេឈើហើយកម្រងមេឈើនេះគឺមានលម្អទៅដោយក្បាច់ស្លឹកឈើទាំងខាងលើនិងខាងក្រោមហើយចំណែកនៅឯខាងចុងកម្រងមេឈើវិញគឺមានរាងកោងចុះហើយរមូលទៅខាងលើហើយនៅចំកណ្ដាលកម្រងមេឈើគេឃើញមានការលម្អជាចម្លាក់រឿងបែបទេវកថាឬរូបទេវរូបដែលមានទំហំតូចជាងមុនខុសពីរចនាបថកោះកេរដែលមានទំហំធំចំណែកក្បាច់ស្លឹកឈើផ្នែកខាងក្រោមនិងផ្នែកខាងលើនៃកម្រងមេឈើគឺមានទំហំល្អិតៗនិងមានគម្លាតពីគ្នាជាងមុនដោយត្រង់នេះគឺអាចធ្វើឲ្យយើងឃើញផ្ទៃរបស់ផ្តែរបានយ៉ាងងាយហើយនៅត្រង់រំយោលដែលធ្លាក់ចុះមកខាងក្រោមនៃកម្រងមេឈើគឺគេឃើញមានរាងដូចជាជួងឬក៏កណ្ដឹងដែលស្ថិតនៅចន្លោះក្បាច់ស្លឹកឈើផ្នែកខាងក្រោមដែលស្លឹកឈើផ្នែកខាងក្រោមនេះគឺមានរាងដូចជាទំពក់ដែលបន្តចេញមកពីរចនាបថព្រះគោចំពោះរចនាបថប្រែរូបនេះផងដែរគឺគេលែងនិយមក្បាច់ចិញ្ចៀនដូចរចនាបថមុនទៀតហើយបើយើងមើលទៅលើផ្នែកខាងក្រោមនៃផ្តែរវិញគឺគេឃើញមានជាទម្រផ្កាឈូកចំណែកឯនៅផ្នែកខាងលើនៃផ្តែរគឺគេឃើញមានទម្រផ្កាឈូកដូចគ្នាដែលទ្រជួរបដិមានៅផ្នែកខាងលើហើយចំពោះរចនាបថប្រែរូបនេះគឺលែងមានបង្ហាញនៅក្បាលសសរដែលទ្រនៅក្នុងផ្តែរទៀតហើយចំពោះសសរពេជ្ររបស់ប្រាសាទព្រះធាតុទឹកឆាគឺមិនស្ថិតនៅក្នុងរចនាបថតែមួយជាមួយនឹងផ្តែររបស់ប្រាសាទនេះនោះទេដោយសារតែប្រាសាទព្រះធាតុទឹកឆាជាប្រាសាទមួយដែលត្រូវបានគេធ្វើការកែច្នៃវាឡើងវិញដូច្នេះហើយបានជាសសរពេជ្ររបស់ប្រាសាទនេះគឺស្ថិតនៅក្នុងសម័យកាលមុនអង្គរក្នុងរចនាបថព្រៃក្មេងនៅចុងសតវត្សទី7ដើម្បីឲ្យយល់កាន់តែច្បាស់អំពីរចនាបថព្រៃក្មេងនៅចុងសតវត្សទី7នាងខ្ញុំនឹងធ្វើការបង្ហាញនៅលក្ខណៈសម្គាល់មួយចំនួននៅក្នុងរចនាសម្ព័ន្ធសសរពេជ្រនៅក្នុងរចនាបថនេះដំបូងសសរពេជ្រមានការប្រើប្រាស់ជារាងមូលដោយនៅដាច់ចេញពីជញ្ជាំងដែលត្រង់ចំណុចនេះបង្ហាញឲ្យឃើញថាសសរពេជ្រគឺស្ថិតនៅក្នុងសម័យមុនអង្គរ
ចំពោះរូបរាងសសរពេជ្រត្រូវបានគេបែងចែកវាចេញជា3ផ្នែកដែលផ្នែកទី1ហៅថាក្បាលសសរផ្នែកទី2ហៅថាតួសសរនិងផ្នែកទី3ហៅថាជើងសសរចំពោះក្បាលសសរលក្ខណៈសម្គាល់របស់វាគឺយើងមើលទៅលើចំណុចប៉ោងដែលចំណុចប៉ោងនេះបើតាមភាសាសំស្ក្រឹតឲ្យឈ្មោះថាកលាស័កដែលវាមានរាងដូចជាក្អមចំពោះជើងសសរវិញគឺគេធ្វើការសម្គាល់ទៅលើចំណុចប៉ោងដែលមានរាងដូចជាក្អមចុះទៅផ្នែកខាងក្រោមនៃបាតចំពោះសសរដែលស្ថិតនៅចន្លោះក្បាលសសរនិងជើងសសរគឺគេហៅថាតួសសរដែលតួសសរនេះផងដែរគឺត្រូវបានគេបែងចែកវាចេញជាផ្នែកផ្សេងៗដូចជាផ្នែក1/2និងផ្នែក1/4ជាដើមរចនាសម្ព័ន្ធនៃសសរដែលត្រូវបានគេបែងចែកវាចេញជា3ផ្នែកនេះគឺមានលម្អទៅដោយក្បាច់រចនាជាច្រើនហើយនៅក្នុងរចនាបថថ្មីៗនេះផងដែរគឺឃើញមាននៅការបន្ថែមក្បាច់លម្អជាច្រើននិងមានចំនួនច្រើនជាងមុនពីរចនាបថមុនបើយើងក្រឡេកមកមើលក្បាច់នៅលើក្បាលសសរវិញគឺយើងឃើញថាគេប្រើប្រាស់នៅក្បាច់មួយចំនួនដូចជាក្បាច់កម្របការឈូកដែលទ្រចំណុចប៉ោងនៃក្បាលសសរដែលមានរាងដូចក្អមឬតាមភាសាសំស្ក្រឹតគេហៅថាកលាស័កមួយវិញទៀតគឺមានការប្រើប្រាស់នៅក្បាច់វ័នក្បាច់រង្វង់ចិញ្ចៀនក្បាច់កម្របការឈូកក្បាច់ពងត្រីនិងក្បាច់ស្លឹកឈើជាដើមចំណែកឯជើងសសរប្រហែលជាមានសន្តានក្បាច់ដូចទៅនឹងក្បាលសសរផងដែរចំពោះនៅតួសសរវិញគឺយើងសង្កេតឃើញថាមានការប្រើប្រាស់នៅកម្រងមាលារំយោលនិងក្បាច់ស្លឹកឈើនៅក្នុងតួរបស់សសរពេជ្រឯចំណុច1/2នៃតួសសរគឺគេឃើញមានជាការលម្អដោយក្បាច់ស្លឹកឈើជាមួយនឹងរំយោលផ្កាហើយនៅចំណុច1/4ក៏មានការប្រើប្រាស់នៅក្បាច់ស្លឹកឈើជាមួយនឹងរំយោលផ្កាផងដែរប៉ុន្តែបើយើងមើលទៅលើចំណុចដែលនៅជាប់នឹងក្បាលសសរគឺឃើញមានការប្រើប្រាស់នៅកម្រងមាលាដែលមានរាងជាពងត្រីក្រងជាខ្សែនិងរំយោលផ្កាប្រាសាទព្រះធាតុទឹកឆាមានតម្កល់នៅសេវលឹងនៅចំកណ្ដាលប្រាសាទនេះដែលគេសន្មតនាមថាស្រីភទ្រេស្វរៈនិងមានទេវរូប2អមនៅសងខាងដែលមួយមាននាមថាបរមេស្វរៈនិងមួយទៀតមាននាមថាសារស្វតីហើយនៅក្នុងបរិវេណប្រាសាទនេះគឺមានបង្ហាញឲ្យឃើញនៅទម្រសេវលឹងនិងជើងបដិមាដែលមានការបែកបាក់ស្ថិតនៅក្នុងទីតាំងរបស់ប្រាសាទព្រះធាតុទឹកឆាក្រៅពីសេវលឹងនិងទម្រព្រមទាំងជើងបដិមាដែលបានបាក់បែកនៅក្នុងបរិវេណប្រាសាទនេះក៏នៅមាននៅបដិមាមួយគឺបដិមារបស់ព្រះព្រហ្មមុខ4ប៉ុន្តែសប្តាហ៍ថ្ងៃបដិមាមួយនេះគឺមិនស្ថិតនៅក្នុងប្រទេសកម្ពុជានោះទេគឺស្ថិតនៅក្នុងសារមន្ទីរក្នុងទីក្រុងហូជីមិញប្រទេសវៀតណាមប៉ុន្តែបើយើងក្រឡេកទៅមើលសម្លៀកបំពាក់របស់បដិមាព្រះព្រហ្មមុខ4នេះវិញគឺយើងសង្កេតឃើញថាសម្លៀកបំពាក់និងគិរីតមង្គតរបស់បដិមានេះគឺស្ថិតនៅក្នុងរចនាបថប្រែរូបនៅពាក់កណ្ដាលសតវត្សទី10ដោយសម្ពុតរបស់បដិមាគឺមានជាយសម្ពុតរូបរាងជាផ្លិតនៅចំពីខាងមុខនិងមានជាយសម្ពុតធ្លាក់ចុះមកខាងក្រោមដែលមានរាងជាកន្ទុយត្រីចំនួន2ហើយនៅផ្នែកខាងស្ដាំនៃជើងរបស់បដិមាក៏ឃើញមានជាយសម្ពុតសពនិមិត្តផងដែរចំណែកឯភ្នក់សក់របស់បដិមាវិញគឺគេឃើញមានរាងជាផ្នត់ដូចជាខ្សែពួររុំបន្ទាប់ពីលើគ្នាបើយើងក្រឡេកទៅមើលមកុដគឺមកុដរបស់បដិមា
មានលំអក្បាច់ជាច្រើនដែលមានក្បាច់ពងត្រីបន្ទាប់មកទៀតគឺក្បាច់ផ្កាច័ន្ទហើយនៅពីខាងលើក្បាច់ផ្កាច័ន្ទគឺមានក្បាច់ពងត្រីដដែលហើយនៅពីខាងលើក្បាច់ពងត្រីវិញគឺគេឃើញមានជាក្បាច់ស្លឹកឈើដែលឆ្លាស់ដោយរំយោល ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាជាថ្មីម្ដងទៀតនាងខ្ញុំមានតួនាទីក្នុងការបកស្រាយរឿងព្រេងឬទេវកថាមុនឈានដល់ការបកស្រាយទេវកថាយើងមកស្គាល់នៅការកំណត់ឈ្មោះប្រាសាទព្រះធាតុទឹកឆានេះប្រាសាទនេះប្រជាជនភាគច្រើននិយមហៅថាប្រាសាទព្រះធាតុទឹកឆាគឺហៅសំដៅទៅកន្លែងនេះស្ថិតនៅជាប់នឹងបឹងទឹកឆាក្នុងបរិវេណព្រះធាតុទឹកឆានេះមានទូប៉មពីរមួយឈ្មោះប្រុសព្រះននឬប្រាសាទស្រីឬគុកធំចំណែកប្រាសាទមួយទៀតគឺប្រាសាទគុកតូចឬប្រាសាទប្រុសប៉ុន្តែប្រជាជនដែលរស់នៅជុំវិញតំបន់នោះគេតែងតែហៅថាប្រាសាទស្រីនិងប្រាសាទប្រុសពីព្រោះថាមានប្រវត្តិនិទានតគ្នាពីដូនតាមកពីបញ្ហាឈ្មោះទាំងពីរនេះដែលប្រជាជននៅទីនោះនិយាយរឿងព្រេងតគ្នាពីប្រាសាទព្រះធាតុទឹកឆានេះដោយសារការពីដើមឡើយមានបពពួកពីរក្រុមដែលប្រឡងប្រជែងគ្នាក្រុមទី1គឺក្រុមពួកប្រុសនិងក្រុមទី2គឺក្រុមពួកស្រីក្រុមទី1គឺលោកតានុនជាអ្នកដឹកនាំហើយក្រុមទី2មានលោកយាយហោមលោកតានុននិងយាយហោមពួកគាត់បានប្រគ្នាថាបើតានុនអាចជីកព្រែកមួយពីបឹងទឹកឆាឲ្យទៅដល់គុកយាយហោមដែលនៅជាប់នឹងទន្លេអ៊ុំចម្ងាយ11គីឡូម៉ែត្រពីទឹកឆានោះក្រុមពួកស្រីរបស់គាត់នឹងយកតានុនធ្វើជាប្តីហើយនឹងប្រគល់គុកយាយហោមឲ្យទៅតានុនគ្រប់គ្រងតែបើការជីកព្រែកប្រណាំងនឹងពួកស្រីនេះចាញ់ខាងយាយហោមតានុនត្រូវប្រគល់ទូលគុកធំឬប្រុសព្រះនននេះឲ្យទៅបពពួកយាយហោមរស់នៅពេលជីកព្រែកនោះពួកប្រុសចាញ់ស្រីហើយសពថ្ងៃនេះមាននៅសល់ស្លាកស្នាមព្រែកតូចមួយរបស់ស្រីជីកនោះដែលបែកចេញពីទិសខាងលិចនៃទូប៉មគុកធំព្រះននចំណែកពួកប្រុសជីកមិញរួចចាញ់ខាងស្រីក្រោយពីតានុនប្រគល់ប្រាសាទប្រុសព្រះនននេះឲ្យទៅយាយហោមរួចហើយគាត់បានប្រមូលបពពួកប្រុសរបស់គាត់ទៅរស់នៅជួបនឹងបឹងគឺប្រាសាទប្រុសតែទទឹមនោះដែរពួកស្រីភ្នាល់គ្នាជាមួយប្រុសក្នុងការកសាងប្រាសាទទាំងពីរនោះតែពួកប្រុសសង់ចាញ់ស្រីដូច្នេះហើយបានជានាំគ្នាមានឈ្មោះថាប្រាសាទស្រីឬគុកធំមានទំហំជាងប្រាសាទប្រុសឬគុកតូចនោះឡើងគុកយាយហោមនេះគឺជាទីទួលមួយមាននៅសល់ស្លាកស្នាមនៃគ្រឹះប្រាសាទធ្វើអំពីថ្មបាយក្រៀមតូចមួយនៅទីនោះគុកយាយហោមមានចម្ងាយ11គីឡូម៉ែត្រពីប្រាសាទប្រុសព្រះននឆ្ពោះទៅទិសខាងត្បូងតាមបណ្ដោយប្រឡាយមួយហូរចេញពីបឹងទឹកឆាដែលរាជការធ្វើការស្ដារឡើងវិញនៅក្នុងសម័យសង្គមរាស្ត្រនិយមនៅជួបគុកយាយហោមនោះមានទន្លេមួយឈ្មោះថាទន្លេអ៊ុំតែវាមិនមែនជាទន្លេអ៊ុំនៅទល់មុខប្រាសាទវត្តនគរទេរឿងព្រេងដែលមានលំនាំដូចនេះគឺមានជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជាលំនាំរឿងបង្ហាញពីភាពមានព្រិបរបស់ស្ត្រីទៅលើពួកបុរសដូចជារឿងភ្នំប្រុសភ្នំស្រីនិងរឿងបារាយណ៍ខាងលិចនិងបារាយណ៍ខាងកើតនៅខេត្តសៀមរាបដូច្នេះយើងអាចសន្មត់ថារឿងព្រេងបែបនេះមានច្រើនដែលគេដំណាលនៅកន្លែងណាដែលមានទីសក្ការៈពីរដែលស្ថិតនៅក្នុងតំបន់តែមួយសរុបជារួមមកក្នុងការសិក្សាទៅលើប្រាសាទព្រះធាតុទឹកឆានេះបានបង្ហាញឲ្យយើងឃើញនៅពន្លឺមួយក្នុងការដោះស្រាយបញ្ហាដែលស្មុគស្មាញទាំងឡាយដែលមាននៅក្នុងរយៈពេលកន្លងមកព្រះធាតុទឹកឆានេះបញ្ជាក់
ប្រាប់យើងពីឈ្មោះដែលអ្នកស្រុកផ្ដោតទៅលើបឹងទឹកឆានិងប្រាសាទមាននៅទីនោះផងដែរការសិក្សាទៅលើប្លង់សមាសធាតុសំណង់គឺឃើញថាមានតួប្រាសាទធ្វើពីឥដ្ឋរាងការ៉េដែលអាចបង្ហាញជាលក្ខណៈសំណង់នៅសម័យមុនអង្គរផ្អែកតាមការសិក្សាលើផ្នែកបដិមាករនិងវត្ថុជាច្រើនដែលមានប្រភពមកពីប្រាសាទព្រះធាតុទឹកឆានេះគឺមានរូបនាងឧមានិងនាងលក្ស្មីដែលស្ថិតនៅក្នុងរចនាបថកំពង់ព្រះនិងរួមមានទេវរូបជាច្រើនថ្មគោសីមាដែលស្ថិតនៅក្នុងសម័យអង្គរនិងរូបពុទ្ធរូបចូលនិព្វានស្ថិតនៅក្នុងសម័យកណ្ដាលក្រៅពីបដិមាករគឺមានសិលាចារឹក3ទៀងនៅនឹងប្រាសាទព្រះធាតុទឹកឆានេះរៀបរៀងដោយលោកសុសដេបានបញ្ជាក់ពីបញ្ហាជាច្រើនដូចជាមានព្រះជន្លាលងស្វរៈដែលតំណាងនឹងទឹកសិលាចារឹកភាគច្រើនបានបញ្ជាក់ពីដីនិងការសង់លំនៅនានាដែលជាព្រះរាជបញ្ជារបស់ព្រះបាទសូរ្យវរ្ម័នទី1សាលាចារឹកទាំង3នេះមានបញ្ជាក់ឈ្មោះព្រះបាទសូរ្យវរ្ម័នទី1និងមានអាយុកាលចាប់ពីឆ្នាំ1002ដល់1025គ្រិស្តសករាជផ្តែរទ្វារមាន3មួយស្ថិតនៅក្នុងរចនាបថកំពង់ព្រះពីរទៀតស្ថិតនៅក្នុងរចនាបថឃ្លាំងសសរពេជ្ររាងមូលមានក្បាច់ចិញ្ចៀន5លក្ខណៈសសរពេជ្រនៅចុងសតវត្សទី7ដើមសតវត្សទី8លក្ខណៈដែលបានបញ្ជាក់ខាងលើទាំងអស់នេះបង្ហាញថានៅទីកន្លែងព្រះធាតុទឹកឆានេះជាទីសក្ការៈរហូតតាំងពីសម័យមុនអង្គរសម័យអង្គរនិងសម័យក្រោយអង្គរនិងពេលបច្ចុប្បន្ននេះប្រជាជននៅតំបន់នោះក៏នៅបន្តគោរពបូជាដែរលក្ខណៈដែលមានប្រាសាទនិងទឹកនៅជួបគ្នាដូច្នេះជាកន្លែងមួយដ៏ពិសិដ្ឋបំផុតព្រោះជំនឿរបស់ប្រជាជនខ្មែរតែងតែគោរពទៅលើទឹកនិងភ្នំទីកន្លែងបែបនេះឃើញមាននៅប្រាសាទមេបុណ្យនៅក្នុងខេត្តសៀមរាបដែលមានជំនឿនិងក្នុងនិមិត្តរូបតាមលោកធាតុវិទ្យាជាកិច្ចចុងក្រោយក្រុមរបស់នាងខ្ញុំសូមថ្លែងអំណរគុណទៅដល់លោកគ្រូនិងទស្សនិកជនទាំងអស់គ្នាដែលបានចូលរួមក្នុងការស្ដាប់បកស្រាយប្រធានបទរបស់ក្រុមនាងខ្ញុំបានលើកឡើងបទបង្ហាញប្រាថ្នាជួបច័ន្ទរៀងរាល់